អ្នកក្នុងតែងឆេវឆាវអ្នកក្រៅតែងរីករាយហេតុអ្វីបានជាមនុស្សខ្លះឆេវឆាវជាមួយមនុស្សជិតស្និទ្ធក្នុងផ្ទះតែបែរជារីករាយជាមួយអ្នកក្រៅទៅវិញតោះមកស្ដាប់មើលទាំងអស់គ្នាយើងគ្រប់គ្នាសុទ្ធតែទទួលអារម្មណ៍បែបនេះនៅចំពោះមុខអ្នកខាងក្រៅតែងតែមានសជីវធម៌ញញឹមញញែមបែរជានៅមុខអ្នកខាងក្នុងផ្ទះមិនរីករាយចូលចិត្តបញ្ចេញកំហឹងមានទម្លាប់អាក្រក់ចំពោះអ្នកក្នុងផ្ទះតែងតែគួរសមចំពោះអ្នកខាងក្រៅរហូតតែងតែយកមុខខាងអាក្រក់មកឲ្យមនុស្សជិតស្និទ្ធក្បែរខ្លួនមនុស្សដែលកាន់តែជិតស្និទ្ធកាន់តែងាយស្រួលធ្វើអាក្រក់និងរំខានដល់អារម្មណ៍ណាស់ស្ដាប់ឲ្យចប់នៅហេតុផលខាងក្រោមនេះអ្នកនឹងយល់ដឹងរឹតតែច្បាស់ការពិតមុនដំបូងគឺដោយសារតែមានមនុស្សស្រឡាញ់ថ្នាក់ថ្នមយើងដូច្នេះហើយក៏មិនចេះរឯងចិត្តឯអ្នកខាងក្រៅគេមិនចេះអត់ធ្មត់ចំពោះកំហឹងនិងខ្វល់ខ្វាយពីអារម្មណ៍របស់យើងទេយើងបានដឹងយ៉ាងច្បាស់នៅហេតុផលនេះអញ្ចឹងហើយទៅភាកច្រើនគួរសមចំពោះអ្នកក្រៅប៉ុន្តែចំពោះអ្នកខាងក្នុងវិញបែរជាមិនដូចគ្នា